ត្រូវការសន្តិភាពហើយចង់បានចូលរៀនវិញចង់រស់នៅមួយម៉ាក់ប៉ាតាយាយចង់ជួបលោកគ្រូអ្នកគ្រូចង់ចូលសាលារៀនវិញមិត្តភ័ក្តិចាចង់ជួបមិត្តភ័ក្តិអត់ចង់នឹកអត់នឹកមិននឹកមិត្តភ័ក្តិណាខ្លាំងជាងគេមើលសុកខេងអញ្ចឹង5ផ្ញើបាទឥឡូវនេះយើងកលេចមើលក្វែងតូចបាទតូចនេះគាត់អត់មានដឹងអីទេបងប្អូនអត់ដឹងអីទេអត់ទាន់ដឹងអីទេដឹងតែបានញ៉ាំពោតបាទញ៉ាំឆ្អែតបាទរួចរាល់ចប់សពគ្រប់អញ្ចឹងណាប៉ុន្តែអ្វីដែលទុកលំបាកនោះគឺម្ដាយរបស់គាត់ម្ដាយឪពុកឥឡូវនេះដូចជាជាក់ស្ដែងហ្នឹងណាបាទគាត់នៅតូចណាស់បានប្រហែលខែកន្លះបងទៅបានតែមួយខែកន្លះទេបាទគាត់ទៅតែបានមួយខែកន្លះទេបងប្អូនត្រូវភាសឹកបាទចោលផ្ទះសម្បែងវិចបង្វិចកូនមកបាទជាក់ស្ដែងទៅខ្ញុំធ្លាប់កើតនៅជំរុំខ្ញុំអ្នកជំរុំតែម្ដងបងប្អូនខ្ញុំកើតនៅជំរុំបាទសម្រាប់ខ្ញុំផ្ទាល់ខ្ញុំកើតមកអត់ដឹងក្តីបាទនៅពេលដែលខ្ញុំអាយុ5 6ឆ្នាំខ្ញុំដឹងក្តីតិចគឺរត់ហើយពេញរត់ហើយបងប្អូនកាដងណាអញ្ចឹងឥឡូវយើងមកជួបគាត់សតអ្នកជំរុំអញ្ចឹងសតអ្នកភាសឹកអញ្ចឹងបន្តតង់នៅគ្រប់តង់អីចឹងទៅបាទនេះដោយសារតែឃើញក្រុមហ៊ុន Khmer Beverages ដែលគាត់មានទឹកចិត្តល្អសម្រាប់ការជួយបាទទៅដល់ជនភៀសសឹករបស់យើងបាទហើយជួយជាស្បៀងបាទជួយជាតង់បាទជួយជាថវិកាផ្សេងបងប្អូនណាបាទចំណាយច្រើនមែនតើបាទឥឡូវក្មួយប្រហែលឆ្នាំហើយ2ឆ្នាំជាង2ឆ្នាំជាងហើយណោះចា2ឆ្នាំជាងហើយចុះក្មួយនេះនេះសិត2ឆ្នាំជាង2ឆ្នាំជាងបាទចិត្ត3ហើយបានចូលរៀនណាចាចូលរៀនបានចូលរៀនណាកូនបានរៀនទីម៉ានហើយទី1ថ្នាក់ទីម៉ានថ្នាក់ទី1ហ៎ចាហើយជប់នៅពេលដែលមកជាមួយម្ដាយរត់មកភាសឹកអញ្ចឹងយ៉ាងម៉េចដែរការរៀនសូត្រអត់បានរៀនចាអត់បានរៀនទេនឹកសាលាអត់នឹកសាលានឹកអ្នកគ្រូលោកគ្រូអត់នឹកចង់ទៅជួបគាត់វិញអត់ចង់ចូលរៀនវិញអត់ចង់អូរៀនបកកែណាកូនបាទរៀនបកកែណាបាទបកកែនិយាយណាបាទនិយាយច្បាស់ចាស់ហើយហ្នឹងណោះប្រហែលឆ្នាំអីកូនបានអីប្រហែលឆ្នាំអី6ឆ្នាំអី6ហ៎ចា6 7ឆ្នាំណា6 7ឆ្នាំហើយបងប្អូនគឺទុកលំបាកសម្រាប់ការរៀនសូត្ររបស់គាត់ណាបងប្អូនហ្នឹងក្រោយនោះហ្នឹងកូនខ្ញុំដែរកូនបងស្រីដែរអាយុប្រហែលហើយអាយុ9ឆ្នាំ9ឆ្នាំរៀនដល់ណាហើយកូនរៀនទីម៉ានអីទី3រៀនទី3រៀនទី3ហើយណាហើយមិនដែរឥឡូវមើលរៀនទី3អញ្ចឹងមានអីនិយាយខ្លះអត់ថាឥឡូវនេះយើងកំពុងតែនៅទីណានៅពេលដែលយើងប្រទេសយើងមានសង្គ្រាមបើកូនត្រូវរត់ព្រាត់ផ្ទះណាភៀសមកនៅតំបន់ផ្សេងហើយអត់មានផ្ទះនៅទេឥឡូវនេះមានតង់បើឃើញមានតង់សម្រាប់ជ្រោកណាកូនណាចាបាទឥឡូវកូនចង់និយាយអីខ្លះថាកូនត្រូវការអីខ្លះឥឡូវនេះខ្ញុំត្រូវការសន្តិភាពហើយចង់បានចូលរៀនវិញចង់រស់នៅមួយម៉ាក់ប៉ាតាយាយចង់ជួបលោកគ្រូអ្នកគ្រូចង់ចូលសាលារៀនវិញមិត្តភ័ក្តិចាចង់ជួបមិត្តភ័ក្តិអត់ចង់នឹកអត់នឹកមិននឹកមិត្តភ័ក្តិណាខ្លាំងជាងគេមើលសុកខេងអញ្ចឹង5ផ្ញើដល់សុកខេងផងណាណាទៀតមានតែមួយហ្នឹងមិត្តភ័ក្តិមានតែមួយហ្នឹងដែលចាំចាអញ្ចឹងហ៎អញ្ចឹងចុះលោកគ្រូអ្នកគ្រូមានស្គាល់មានចាំគាត់អត់ចាំឥឡូវមើល5ផ្ញើដល់លោកគ្រូអ្នកគ្រូមើលថាកូនសិស្សម្នាក់នេះនឹកអ្នកគ្រូលោកគ្រូឈ្មោះអីលោកគ្រូអ្នកគ្រូរៀនបាទអ្នកគ្រូឈ្មោះអ្នកគ្រូជូកូននឹកអ្នកគ្រូណាអ្នកគ្រូអើយកូនចង់ជួបអ្នកគ្រូវិញចង់រៀនមួយអ្នកគ្រូវិញណាចាហើយហងៃរៀនដល់ថ្នាក់ទី3ហើយណាជាប់លេខប្រមាណអត់តាន់ប្រឡងទេចាទៅចូលណាទៅចូលអូទៅមានទៅចូលកងទៅចូលកងចូលថ្នាក់ទី3តែហ្មងចាចង់បានភាពសន្តិភាពមកវិញបានត្រឡប់ឲ្យកូនទៅរៀនវិញហើយទៅមើលថែផ្ទះថែសម្បែងបាទដែរបើនៅអញ្ចឹងនឹងមិនទេស័ក្តិភាពអីចង់បានទៅផ្ទះវិញបានកូនបានអីរៀនតែប៉ុណ្្នឹងឯងបាទជាចុងក្រោយពុកម៉ែបងប្អូនប្រិយមិត្តយើងបើយើងបានជួបសំណេះសំណាលជាមួយនឹងបាទជនភៀសសឹកដែលគាត់បានភៀសពីផ្ទះសម្បែងរបស់គាត់បាទមកដល់ជំរុំដែលយើងជឿជាក់ស្ដែងគឺតង់ដោយមានការរៀបចំដោយក្រុមហ៊ុន Khmer Beverages បាទអញ្ចឹងសម្រាប់ក្រុមហ៊ុន Khmer Beverages គឺបាទគាត់បានគិតគូរបាទពី
សុខទុក្ខប្រជាពលរដ្ឋបាទជនភៀសសឹករបស់យើងបាទចឹងនៅក្នុងនោះមិនត្រឹមតែមានតង់ទេគឺគាត់ផ្ដល់ជាស្បៀងជាច្រើនប្រភេទបាទហើយថ្ងៃនេះផ្ទាល់គឺគាត់បាទមកធ្វើម្ហូបបាទជូនទៅដល់ពុកម៉ែបងប្អូនជនភៀសសឹកបាទនៅទីនេះផ្ទាល់តែម្ដងហើយក៏យើងសង្ឃឹមជឿជាក់ថាបាទសម្រាប់បញ្ហានៅតាមបណ្ដាព្រំដែនទាំងអស់នៅក្នុងស្រុកខ្មែររបស់យើងបាទសង្ឃឹមថានឹងបាទមានសន្តិភាពឡើងវិញឆាប់បាទដើម្បីងាយស្រួលសម្រាប់ភៀសសឹករបស់យើងគាត់បានត្រឡប់ទៅគេអឋានមើលថែទាំផ្ទះសម្បែងរបស់គាត់ឡើងវិញស្រែចម្ការរបស់គាត់ឡើងវិញ